មួយស្រឡាញ់កូនវាណាស់ទោះបីជាដឹងថាកូននោះរពឹសយ៉ាងណាក៏ដោយថ្ងៃមួយកូនស្វារពឹសនោះជ្រុលបានយកភ្លើងមកដុតកន្ទុយឲ្យឆេះកន្ទុយមេរបស់វាហើយមេរបស់វាបន្ទាប់ពីពន្លត់ភ្លើងកន្ទុយនោះរួចហើយក៏ស្ដីឲ្យកូនវាថារពឹសអីអាក្រក់ក្រៃយ៉ាងនេះឈប់លេងទៀតណាប្រយ័ត្នម៉ែខំដាច់ស្លឹកត្រចៀកឥឡូវហ្នឹងកូនស្វារពឹសនៅតែមិនស្ដាប់ថ្ងៃក្រោយមកវាបានយកសំបុកស្រមោចពីមែកឈើមួយមកគោះជម្រុះដាក់នៅលើកន្លែងរបស់មេវាធ្វើឲ្យមេវាខឹងច្រឡោតព្រោះត្រូវស្រមោចខាំពីពេញខ្លួនក៏ចាប់កូនស្វាវាយខ្លាំងហើយជេរប្រតិចថាយីរពឹសអីដូចជាកូនខ្មោចនរកឮពាក្យជេររបស់មេកូនស្វាក៏សួរទៅវិញថាកូនខ្មោចនរកនោះមុខមាត់យ៉ាងម៉េចខ្លះទៅម៉ែមេស្វាក៏ឆ្លើយបង្អស់យ៉ាងគំរោះគំរើយគឺមុខដូចឯងនឹងណាឮដូច្នោះកូនស្វាក៏សើចហើយឆ្លើយប្រាប់មេវិញថាបើមុខដូចខ្ញុំក៏មុខដូចម៉ែឯងដែរព្រោះខ្ញុំជាកូនរបស់ម៉ែមេស្វានៅស្ងៀមដោយចាញ់សម្ដីរបស់កូន